ពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលបន្តអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់47ភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារលើដីជាក់ស្ដែងដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទស្ថិតនៅភូមិសាស្ត្រឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដោយបញ្ជាក់ថានេះគឺជាការបន្តអនុវត្តការងារជាជំហានដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែងស្របតាមខ្លឹមសារនៃ MOU 2000និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមករដ្ឋបាលខេត្តបន្ទាយមានជ័យឯកឧត្តមអ៊ុំរាត្រីថ្លែងថាស្ថានភាពនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យបច្ចុប្បន្នមានសភាពស្ងប់ស្ងាត់មិនមានការរាយបន្លាលួសអ្វីថ្មីនោះទេនេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី21ខែវិច្ឆិកានេះការចេញមកបញ្ជាក់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យយ៉ាងដូចនេះគឺបន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយករូបថតនិងវីដេអូចាស់ៗអំពីការដាក់និងរាយបន្លាលួសនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងរូបភាពពីកន្លែងផ្សេងៗមកបង្ហោះឡើងវិញរដ្ឋបាលខេត្តបន្ទាយមានជ័យបន្តថាបច្ចុប្បន្ននេះក្រុមវាស់វែងចម្រុះកម្ពុជាថៃកំពុងបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងដោយប្រើប្រាស់ដ្រូនដើម្បីថតរូបភាពពីលើអាកាសបន្ទាប់មកភាគីទាំងពីរនឹងដំណើរការងារបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់47ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូ3ជាន់របស់ប្រទេសកម្ពុជានិងខេត្តស្រះកែវរបស់ប្រទេសថៃនៅទីបំផុតលោកអេស្វែនហ្សែលនិកជនជាតិហុងគ្រីនិងជាអ្នកកាន់កាប់សមុច័យឯកជនម្នាក់បានព្រមព្រៀងប្រគល់វត្ថុសិល្បៈបុរាណខ្មែរទាំងអស់ឲ្យកម្ពុជាវិញនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025វត្ថុសិល្បៈខ្មែរដែលត្រៀមត្រឡប់មកកាន់កម្ពុជាវិញរួមមានវិញ្ញាណភ័ណ្ឌសូត្រខ្មែរចំនួន183ផ្ទាំងវត្ថុសម័យបុរេប្រវត្តិដូចជាកក់អង្កាំគ្រឿងអលង្ការនិងវត្ថុបុរាណក្នុងសម័យមុនអង្គរនិងសម័យអង្គរជាដើមគួរជម្រាបជូនថាលោកអ៊ីស្វ៉ាន់ហ្សែលនិកជាអ្នកកាន់កាប់សមុច័យឯកជនម្នាក់ដែលបានប្រមូលវត្ថុសិល្បៈក្នុងតំបន់អាស៊ីកន្លងមកលោកអ៊ីស្វ៉ាន់ហ្សែលនិកក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនមកកម្ពុជាវិញផងដែរគិតមកដល់បច្ចុប្បន្នក្រសួងវប្បធម៌បានទទួលវត្ថុសិល្បៈខ្មែរចំនួន296វត្ថុពីលោកបណ្ឌិតអ៊ីស្វ៉ាន់ហ្សែលនិកជនជាតិហុងគ្រីដើម្បីរក្សាទុកជាសម្បត្តិជាតិនៅសារមន្ទីរជាតិកម្ពុជាកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបាននឹងកំពុងស្រាវជ្រាវតាមចាប់ខ្លួនលោកឧត្តមស្នេហ៍ត្រីសុកស៊ីថាពាក់ព័ន្ធករណីកាប់ប្រហារលើពលរដ្ឋ2នាក់បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់កំពុងសង្គ្រោះតាមការស្រាវជ្រាវនិងការបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលក្រុមជនសង្ស័យមានបកពួកសរុប5នាក់ត្រូវបានឃាត់ខ្លួន4នាក់ខណៈលោកសុកស៊ីថាដែលជាជនដៃដល់កំពុងរត់គេចខ្លួនតាមការឲ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាលកាលពីថ្ងៃទី17ខែវិច្ឆិកាក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើអំពើហិង្សាលើជនរងគ្រោះ2នាក់នៅចំណុចភូមិព្រែកតាគោសង្កាត់ព្រែកតាគោក្រុងអរិយខ្សាត់បណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសបន្ទាប់ពីស្រាវជ្រាវកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមបកពួកជនសង្ស័យចំនួន4នាក់និងរកឃើញកាំបិតផ្កាក់ផ្លែដែកដងឫស្សីមួយបន្សល់ទុកកន្លែងកើតហេតុនិងបញ្ជូនកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជនជាតិវៀតណាមសរុប15នាក់ដែលជាប់ពាក់ព័ន្ធក្នុងបទល្មើសជាច្រើននៅកម្ពុជាត្រូវបានសមត្ថកិច្ចបណ្តេញចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក់ខេត្តកំពតជនជាតិវៀតណាមដែលបណ្តេញចេញខាងលើត្រូវបានអគ្គនាយកដ្ឋានអន្តរប្រវេសន៍បញ្ជាក់ថាគឺជាប់ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅធ្វើការខុសច្បាប់ករណីសំគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតការចាប់បង្ខាំងដោយខុសច្បាប់និងករណីនេសាទដោយប្រើឧបករណ៍ឆក់រួមទាំងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនសូមបញ្ជាក់ផងដែរថាជនជាតិវៀតណាមដែលត្រូវបានបញ្ជូនទៅស្រុកកំណើតវិញនេះគឺបន្ទាប់ពីអនុវត្តទោសក្នុងប្រទេសកម្ពុជារួចរាល់